và số này ở này ngày này mình video mới trong ban soi thì làm lại ở này về việc cái đặt ภาษาเนี่ย logo Cambodia នៅក្នុង game Trimley Circle ยืนเรียบการชั่วโมงนึง បាទនេះ game មួយនេះហើយនេះខ្ញុំចង់ថាចូលបើកឲ្យវាដើរឲ្យវាស្នាមឲ្យវាដើរមានស្នាមខាត់ទៅសិនបើយើងមានស្នាមខាត់មកនេះបាទនេះគឺវាមានស្រួលខាងមើលបាទនេះគេមួយនឹងចង់ថាអត់មានពេលមានការដាក់ logo កម្ពុជាហើយនឹងដាក់ទង់ជាតិមិនទង់ជាតិទេឲ្យវាតំណាងឲ្យក្រុមកម្ពុជាបាទបងប្អូនអរគ្នាចូលក្នុងអ៊ីនធឺណិតនោះហើយយើងសេពាក្យយើងសេពាក្យថាចេះកម្ពុជាយើងសេC Cambodia C A M B O D I A សេទៅនោះ Cambodia logo សេ logo ហើយបាទនេះគឺវាមានឲ្យយើងស្រាច់បាទនេះខាងក្រោមគឺ Cambodia logo for Trimley Circle ហ្នឹងបាទខាត់នេះបាទនេះឃើញហើយបាទនេះជាបាទនេះវិញបាទនេះគឺជាបាទនេះអាក្រោមនេះគឺតំណាងឲ្យក្រុមកម្ពុជាបាទនេះបាទនេះគឺជាអាវកម្ពុជាបាទមានពណ៌ក្រហមពណ៌ខៀវតែយើងចំណាំបាទឥឡូវនេះខ្ញុំសូមប្រាប់ឲ្យគឺយើងអាចដាក់តំណាងឲ្យកម្ពុជានឹងគឺតំណាងឲ្យក្រុមកម្ពុជា SSC នេះបាទចុចខាត់អីហ្នឹងបាទនេះហើយបើយើងចង់ដាក់ក្នុងជំនាញសិក្សាគឺយើងត្រូវ copy file របស់វា copy អ្នកនេះឈ្មោះរបស់វាបាទគឺយើងខាត់លើកន្លែងនេះបាទនេះខាត់នឹងនោះនេះបាទខាត់នឹងនោះខាត់នឹងនោះខាត់លើចុច3ហ្នឹងបាទហើយយើងយកពាក្យថាមើលរូបភាពដើមខាត់នឹងនោះខាត់មើលរូបភាពដើមបាទខាត់ទៅលើនេះបាទនេះទៅខាត់លើរូបភាពដើមហើយអ្នកអរគ្នាមើលខាងលើនេះគឺលេខ2ហើយអក្សរអង់គ្លេសនេះអ្នកអរគ្នាត្រូវ copy ហ្នឹង copy អក្សរនេះទៅដាក់ទៅខាងក្នុងនេះទៅខាងយើង copy មកយកចម្លងមកបាទនេះចម្លងអ្នកអរគ្នាទៅ copy តាមនេះដែរ copy អក្សរនេះដែរហើយយើងបើក game Trimley Circle ណាបាទខាត់បើក game Trimley Circle បាយម្លេងទេរួងបាននៅក្បែរស្រីតែភៀងដឹងខ្លួនរួមបងហើយនឹងស្រីបែកគ្នាហើយថ្លៃចាំវិញដើរទៅសិនបាទឥឡូវនេះយើងអានេះសាញ់បានលេងអញ្ចឹងយើងចុចក្រោមនេះមកចុចដើម្បីបិទចុចបិទនេះបាទនេះទៅនេះតែអ្នកនរគ្នាបោនមកទៅលេងគឺវាបាននេះសូមបញ្ជាក់បាទនេះបាទនេះឃើញអត់អ្នកឃើញហើយគឺ Cambodia បាទកម្ពុជានេះអ្នកដាក់លេងមកចុច quit ទៅនេះមកដើម្បីបិទបាទហាត់តាមវារបបមកបាទនេះអ្នកពេលអ្នកនរគ្នាចូលអត់នេះអញ្ចឹងអ្នកនរគ្នាជួយថាច់លើនេះខាងនេះខាងនេះបាទនេះហ្នឹងថាត់លេងហ្នឹងបាទទៅអ្នកអូខេយកក្រោមគេនេះបាទក្រោមគេរូបកូនសោនេះថាត់លេងហ្នឹងមកបាទនេះបន្តមកអ្នកអូខេយកទី2បាទនេះទី2នេះអីច្រឡំសំទោសគឺយកចុងគេបងក្រោមគេបងនេះបាទក្រោមគេបងនេះបាទនឹងមកហើយនេះបាទនេះយើងចែកទៅអ្នកអូខេត្រូវផាសដៃយើងមិញដៃខ្ញុំប្រាប់អូខេឲ្យ copy មិញអ្នកអូខេ copy បានហើយអ្នកអូខេក៏ផាសខាងនេះចុចលើនឹងណាអ្នកឯងចុចលើនៅជាប់អូសំទោសអ្នកឯងចុចលើនៅជាប់អីអូដោយសារខ្ញុំបានអ្នកនេះអញ្ចឹងយើងចឹងបានអញ្ចឹងយើងសុំលុបវិញសិនបាទលុបវិញណាបាទនេះហើយខ្ញុំផាសចូលបាទចុចលើនៅជាប់មកបាទនេះមានពាក្យថាបិទភ្ជាប់ហ្នឹងខាត់លើហ្នឹងបាទនេះគឺជា logo តំណាងកម្ពុជាហ្មង
ពីដល់ដល់យើងចុចគ្រីសទៅមកបាទនេះវាកំពុងតែ download ឲ្យយើងហើយគឺតំណាងកម្ពុជាមិញគឺផ្លាកតំណាងកម្ពុជាគឺបាទកម្ពុជាកុំកម្ពុជាយើងគឺឈ្មោះកាត់ដែលហៅថាដោយឈ្មោះដាក់ឲ្យលយហ្នឹងដែលគេហៅថាគោព្រៃកម្ពុជាបាទគោព្រៃកម្ពុជាហ្នឹងណានេះដល់នេះវាបាន download ហើយអញ្ចឹងយើងខាត់អូខេមកបាទនេះអ្នកទាំងអស់គ្នាបានឃើញហើយនេះឃើញហើយអ្នកទាំងអស់គ្នាឃើញហើយនេះគឺកម្ពុជានេះបាទនេះឃើញហើយនេះបាទនេះគឺកម្ពុជានេះហាត់ចេញមកហើយអ្នកទាំងអស់គ្នាយកទី2អូសំទោសពេលអ្នកទាំងអស់គ្នាដាក់ចឹងហើយអ្នកទាំងអស់គ្នាអាចអ្នកនេះបានអ្នកទាំងអស់គ្នាអាចទៅអ្នកទាំងអស់គ្នាអាចចេញទៅវិញមកអ្នកទាំងអស់គ្នាចេញទៅវិញមកអ្នកទាំងអស់គ្នាចូលទៅអ៊ីនធឺណិតមិញមកប្រាប់អ្នកទាំងអស់គ្នាមិញចូលទៅក្នុងអ៊ីនធឺណិតមិញមកហើយយើងទៅ copy file មួយទៀត copy file អាវគឺគុំកម្ពុជាអាវកម្ពុជាបាទជាងទៅ copy អាវកម្ពុជាសិនបាទនេះហើយចាំមើលអាវកម្ពុជាចឹងសិនអូមែនទេបាទទៅចេញមកវិញទៀតបាទនេះអាវកម្ពុជានេះបាទខាងនេះនេះបាទឃើញគួរទៅជែកបើយើងយកអាក្រហមនេះគឺវាចាស់ហើយនេះអាវគេសំណុំតាចំនួនអាប់ដេតថ្មីនេះអាវនេះមកវាស្អាតជាងបាទថាត់លើវឹកអាវនេះអូវាដើរវាដើរបាទនេះពេលអ្នកនរនេះចូលមកដល់ក្នុងអាវហ្នឹងឯណាដល់ពេលអ្នកនរចូលមកក្នុងអាវកម្ពុជាហ្នឹងឯងអ្នកនរគ្នាចាំបានអានទៅដាក់ជំនាញសកលដូចខ្ញុំប្រាប់ដែរដាក់តំណាងឲ្យជំនាញសកលស្លាកជំនាញសកលមួយនេះដាក់មិញហើយអ្នកនរគ្នាចុចដូចមិញដែរនេះនៅខាងនេះគឺចុច3នេះចុចដល់នឹងក៏មកអ្នកនរគ្នាចុចដូចខ្ញុំចុចមុនមិញដែរគឺមើលរូបភាពដើមបាទដល់នឹងមកបាទនេះបន្តមកគឺវាចេញចេះហើយអ្នកនរគ្នាត្រូវ copy ឈ្មោះលើនេះគឺស្រីអីនេះcopy អាហ្នឹងបាទ copy អាហ្នឹង copy វាមក copy វាទៅដាក់ខាងនោះចុច copy វាមកចុចលើនឹងឲ្យជាប់ហើយបន្តមកយកពាក្យថាចម្លងនេះបាទហើយយកពាក្យថាចម្លងហ្នឹងមកហើយយើងបិទវិញមកបាទចេញពីអ៊ីនធឺណិតហ្នឹងមកយើងចូលទៅមានសុខបាទចូលគេទៅមានសុខយើងមិញមកបាទនេះចូលអត់នេះហើយយើងចេញនេះសិនបាទនេះចុចលើកន្លែងយើងប្រាប់មិញនេះខាងនេះលើនឹងមកហើយបន្តមកយកក្រោមគេដល់ពេលលើកនេះយើងត្រូវយកទី3បាទនេះយើងរកពីលើមកដល់3យើងយកនេះបាទខាត់លើនឹងមកបាទនេះបន្តមកគឺយើងត្រូវ download អា file មិញតែដោយសារយើង download នេះហើយអញ្ចឹងខ្ញុំលុបឲ្យអ្នកនរគ្នាមើលឡើងទៀតអញ្ចឹងអានេះអញ្ចឹងខ្ញុំលុបបានដល់ពេលយើងលុបទៅគឺវាចេះបាទនេះគឺវាចេញអាវដើមពី game ដែលយើង download មកអញ្ចឹងយើងត្រូវដាក់កម្ពុជាអញ្ចឹងយើងថាត់លើ download នេះមកដើម្បីផាសនឹងចូលបាទនេះទៅយើងចុចកន្លែងវាឲ្យយើងសេហ្នឹងយើងចុចលើនឹងមកបាទបន្ទាប់មកយើងចុចលើនឹងជាប់ចុចលើនឹងជាប់មកបន្ទាប់មកយើងបិទភ្ជាប់នេះបាទយកពាក្យថាបិទភ្ជាប់ដែលយើង copy អា file នោះមិញអូបានទៅវិញហើយចុចម្ដងទៀតសិនបាទនេះចុចលើនឹងជាប់យកពាក្យថាបិទភ្ជាប់មិញមកបាទនេះបិទភ្ជាប់ហើយអញ្ចឹងអ្នកនរចុចរួចរាល់ខាងនេះមកហើយចុចគ្រីសសញ្ញាគ្រីសខាងនេះបាទនេះឥឡូវនេះយើងក៏ download ចាំមើលអ្នកនរចាំមើលទៅវាអាចឡើងដល់អាវកម្ពុជាបានអត់តែដល់អាវកម្ពុជាមកលេងក្នុង Premier Circle បានអត់ចាំមើលអ្នកនរគ្នាបាទសំទោសវារឿងយូរបន្តិចបាទចាំរៀន play សិនបាទឥឡូវនេះបានហើយនេះបាទនេះអ្នកអស់គ្នាឃើញហើយបាទនេះជាចង់ជាកម្ពុជាហើយលេខប៉ុន្មានមើលទឹកនេះអូលេខ9ជាងអាចរើសលេខបានបាទលេខនេះឲ្យស្អាតណាចុចយូរលេងមកចុចយូរលេងបាទចាំមើលកម្ពុជាមានអត់អូនេះកម្ពុជាមានបាទនេះគឺខាងនេះបាទក្រុមនេះ VS ប្រកួតជាមួយ Cambodia បាទនេះមើលបាទនេះកម្ពុជាមែនបាទចាំមើលកម្ពុជាមានអត់បាទវាពិតជាកម្ពុជាតែគ្រាន់តែឲ្យអ្នកនរគ្នាបានមើលថាលេងបន្តិច
កម្ពុជាបាទនេះអស់នេះឃើញហើយបាទនេះកម្ពុជានេះបាទនេះវីដេអូមួយនេះចប់តែម្លេះឯងហើយអរគុណអ្នកអរគុណអ្នកអូខេបានតាមដានវីដេអូមួយនេះ